ស្ងាត់វៀតណាមទិញយន្តហោះប្រភេទ Airbus 20គ្រឿងជាផ្នែកមួយនៃកិច្ចព្រមព្រៀង10ប៊ីលានដុល្លារសហរដ្ឋអាមេរិកជាមួយនឹងប្រទេសបារាំងវៀតណាមនិងបារាំងកាលពីថ្ងៃច័ន្ទបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងតម្លៃ10ប៊ីលានដុល្លាររួមទាំងការទិញយន្តហោះ Airbus 20គ្រឿងថ្មីកិច្ចសហប្រតិបត្តិការបាទនុយក្លេអ៊ែរនិងផ្សេងៗទៀត ក្នុងអំឡុងទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីរបស់បារាំងលោកអេមម៉ានូអែលម៉ាក្រុងទៅកាន់រដ្ឋធានីហាណូយនៃប្រទេសវៀតណាមនេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ក្រុមហ៊ុនអាកាសចរវៀតណាមបាទវៀតជីតបានប្រកាសកាលពីថ្ងៃច័ន្ទថាខ្លួនបានបញ្ជាទិញយន្តហោះប្រភេទបាទ Air 330 ពុកម៉ែបងប្អូនបាទ NIO ចំនួន20គ្រឿងពីក្រុមហ៊ុនផលិតយន្តហោះ Airbus របស់បារាំងក្រោមកិច្ចព្រមព្រៀងថ្មីឥឡូវនេះក្រុមហ៊ុនបាទ Vietjet បានបញ្ជាទិញយន្តហោះសរុបដល់ទៅ40គ្រឿងរួមទាំង20គ្រឿងពីក្នុងកិច្ចព្រមព្រៀងតែធ្វើឡើងកាលពីឆ្នាំមុន Vietjet មិនបានបង្ហាញពីតម្លៃឬពេលវេលាដឹកជញ្ជូនសម្រាប់យន្តហោះថ្មីនេះនោះទេប៉ុន្តែបាននិយាយថាការបញ្ជាទិញនេះគ្រប់គ្រងដល់ផ្នែកការពង្រីកខ្លួនក្នុងរយៈពេលវែងរបស់ក្រុមហ៊ុនមានគោលបំណងពង្រីកបណ្ដាញហោះហើរទៅទូទាំងអាស៊ីប៉ាស៊ីហ្វិកហើយអាចដំណើរការផ្លូវឆ្ងាយទៅកាន់ទ្វីបអឺរ៉ុបផងដែរគេមើលឃើញថាកិច្ចព្រមព្រៀងថ្មីជាមួយនឹងក្រុមហ៊ុនបារាំងដដែលធ្វើឡើងខណៈដែលវៀតណាមនិងសហរដ្ឋអាមេរិកចូលរួមក្នុងកិច្ចចរចាពាណិជ្ជកម្មដើម្បីបញ្ជាការដំឡើងពន្ធបដិការ46%លើទំនិញវៀតណាមទៅអាមេរិកកន្លងមកក្រុមហ៊ុន Vietjet បានបង្ហាញចំណាប់អារម្មណ៍ក្នុងការទិញយន្តហោះពីក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក Boeing ដែលមន្ត្រីវៀតណាមនិយាយថាអាចជួយកាត់បន្ថយអតិបារេកពាណិជ្ជកម្មដ៏ធំរបស់វៀតណាមជាមួយនឹងសហរដ្ឋអាមេរិកគូបញ្ជាក់ជូនសារជាថ្មីក្រៅតែពីការទិញយន្តហោះ Airbus កិច្ចព្រមព្រៀងផ្សេងសរុបចំនួន14ក្នុងតម្លៃ9ប៊ីលានអឺរ៉ូឬស្មើ10.25ប៊ីលានដុល្លាររវាងវៀតណាមនិងបារាំងគឺគ្របដណ្ដប់លើកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរវិស័យការពារជាតិការដឹកជញ្ជូនផ្លូវដែកនិងផ្លូវសមុទ្រផ្កាយរណបអង្កេតផែនដីបាទ Airbus និងវ៉ាក់សាំង Sanofi ជាដើមនេះបើផ្អែកលើឯកសារដែល Reuters បានឃើញបាទសម្បីតែវិស័យការពារជាតិក៏គេបានចុះបាទកិច្ចព្រមព្រៀងជាមួយគ្នាដែរសូមជម្រាបនេះគឺជាលើកទី1ដែលលោកម៉ាក្រុងធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសវៀតណាមនិងជាប្រធានាធិបតីបារាំងទី1បាទដែលធ្វើដូច្នេះក្នុងរយៈពេលជិត1ទសវត្សរ៍អ្នកខ្លះលើកឡើងថាវាជាផ្នែកមួយនៃការបង្កើនឥទ្ធិពលរបស់បារាំងលើរដ្ឋក្រោមអាណានិគមរបស់ខ្លួនមួយនេះចំពេលមានហានិភ័យពន្ធរបស់សហរដ្ឋអាមេរិកមែនតើទៅលោកម៉ាក្រុងក្រុងធ្វើទស្សនកិច្ចទៅ3ប្រទេសនៅអាស៊ីអាគ្នេយ៍រួមមានវៀតណាមឥណ្ឌូនេស៊ីនិងសិង្ហបុរីបាទអញ្ចឹងយើងក៏ធ្លាប់នៅក្រោមអាណានិគមរបស់បារាំងដែរបាទសូមជម្រាបបាទតែមិនធម្មតាទេបារាំងចូលមកទឹកដីឥណ្ឌូចិនបារាំងគ្រប់គ្រងនៅឥណ្ឌូចិននឹងឯងតាក់ទងបានតែនឹងព័ត៌មានក៏មានតែប៉ុណ្្នឹងដែរជាចុងក្រោយបាទសូម